មួយខែមុនយើងបានលួចស្ដាប់នាងឯងនិយាយគ្នាថានឹងយកទ្រព្យសម្បត្តិយើងហើយក៏ចង់សម្លាប់យើងទៀតឬមួយវាមិនពិតទេដឹងល្អហើយកុំអោយយើងនេះប្រាប់តូនមែនយើងចង់បានទ្រព្យសម្បត្តិយាយកញ្ចាស់ឯងទាំងអស់ពេលនោះពូថៅក៏បានដើរមកហើយក៏ស្ដាប់ឮអូហូខ្លាចមកដល់ថ្នាក់នឹងផងខ្ញុំស្ទើរតែមិនជឿទេថាលោកឯងនឹងនៅក្រោមលំអមានអ្នកម៉ាក់ដែរហេតុអីក៏ឈឺមុខរបស់ម្ល៉េះយល់ព្រមយើងព្រមដោះដូរមុននឹងដោះដូរហាមលេងល្បិចបើមិនអញ្ចឹងទេយាយកចាស់នេះប្រកាសជាស៊ីគ្រាប់កំភ្លើងហើយពូថៅដឹងខ្លួនឡើងពូថៅហេនេះនាងមានរបួសតើគិតធ្វើយ៉ាងម៉េចទៅមិនបានទេត្រូវតែនាំនឹងទៅផ្ទះហើយសូមជូនរឿងក្រុមមិនថាហោនិពន្ធនិងផលិតដោយកញ្ញាសុខានាងតែងឆាប់មកណែយើងមានរឿងចង់សួរចាលោកស្រីចង់សួររឿងអីទៅចាឯងមិនឃើញកូនវិជាទេយើងរកពេញផ្ទះហើយនៅតែមិនឃើញទៀតចាលោកស្រីនេះប្រុសគិតបានទៅរោងម៉ាស៊ីនបាត់ទៅហើយព្រោះកម្មករមកប្រាប់ថានៅរោងម៉ាស៊ីនមានរឿងកើតឡើងលោកស្រីចង់សួរអីទៀតទេចាបានហើយឯងចង់ទៅណាក៏ទៅយើងសួរឯងពេលណាឯងឆ្លើយមកបែបហ្នឹងរហូតអូហូលោកស្រីសួរខ្ញុំឆ្លើយហើយថាខ្ញុំខុសទៀតយីអើនាងតែងរអ៊ូអីឆាប់ទៅតិចជិះឡើយអូគ្មានរអ៊ូអីទេលោកស្រីខ្ញុំទៅហើយខ្ញុំធ្វើការរាប់ឆ្នាំហើយមិនដែលឡើងប្រាក់ខែឲ្យទេតែបើប្រើវិញរាប់រយចម្ពោះពិតជាកម្រិះមែនតើមានរឿងអីទៅបានជាកូនវិជាទៅបែបនេះតើមានរឿងអីពិតប្រាកដទៅខ្ញុំពិតជាបារម្ភកូនខ្លាំងណាស់លោកអ៊ំរអ៊ូអីគេទៅលោកអ៊ំបានជាមកឈរនៅក្រៅផ្ទះអញ្ចឹងអូហូរាជិនីគ្មានរឿងអីទេនេះក្មួយមកផ្ទះអ៊ំមានកិច្ចការអីទាំងយប់រលប់បែបនេះក្មួយអូគ្មានអីទេលោកអ៊ំខ្ញុំចាញ់ពីធ្វើការហើយក៏ជីកាត់ទៅមកចូលលេងលោកអ៊ំនឹងណាចុះឯណាបងវិជាតាណាបាត់ហើយអូកូនវិជាបានចេញទៅរោងម៉ាស៊ីនបាត់ហើយឮថាកម្មករនៅទីនោះគេមកប្រាប់ថានៅរោងម៉ាស៊ីនមានរឿងអ៊ំក៏មិនដឹងថាមានរឿងអីដែរទើបអ៊ំបារម្ភនឹងណាកុំគិតច្រើនអីលោកអ៊ំខ្ញុំគិតថាពិតជាគ្មានរឿងអីធំដុំទេមើលទៅប្រហែលជារឿងកម្មករឆ្លោះគ្នាហើយមើលទៅហេតុអីបានក្មួយដឹងខ្ញុំចេះតែស្មានទៅលោកអ៊ំនេះលោកអ៊ំទៅក្នុងផ្ទះវិញទៅព្រោះនៅទីនេះទឹកសន្សើមខ្លាំងណាស់បើអ៊ំនៅទៀតប្រយ័ត្នឈឺណាអ៊ំអញ្ចឹងក៏បានដែរក្មួយកុំទាន់ទៅវិញអីនៅជាមួយអ៊ំសិនទៅចាំកូនវិជាត្រឡប់មកវិញសិននៅជាមួយអ៊ំបានជាគ្នាបើអញ្ចឹងយើងចូលទៅក្នុងផ្ទះទៅកូនអ៊ំសែនខ្ញុំអរគុណហើយដែលអ៊ំសែនបានជួយខ្ញុំបើគ្មានអ៊ំសែនទេរោងម៉ាស៊ីនរបស់ខ្ញុំប្រកាសជាខ្ទេចខ្ទីអស់ហើយមិនអីទេអ្នកប្រុសខ្ញុំក៏ធ្វើការនៅទីនឹងដែរបើឃើញហើយមិនជួយប្រកាសជាអ៊ំនេះគ្មានការងារធ្វើទេអ៊ំឈប់ហៅខ្ញុំថាអ្នកប្រុសទៅណាមួយអ៊ំចាស់ទុំជាងខ្ញុំហៅខ្ញុំថាវិជាទៅណាអ៊ំស្ដាប់ទៅពីរោះជាងសំណាងហើយដែលភ្លើងឆេះមិនរៀលដាល់ដល់ឃ្លាំងធំកុំអីប្រកាសជាអាសន្នធំឲ្យខ្ញុំថ្ងៃក្រោយអ៊ំប្រាប់កម្មករផងឲ្យគេធ្វើការប្រយ័ត្នផងកុំឲ្យមានរឿងបែបនេះទៀតណាអ៊ំបាទអ្នកប្រុសខ្ញុំនឹងធ្វើការប្រយ័ត្នប្រយែងជាងនេះមិនឲ្យមានរឿងបែបនេះទៀតទេបើអញ្ចឹងអ៊ំទៅសម្រាប់ចុះខ្ញុំត្រឡប់ទៅផ្ទះវិញហើយបាទលោកប្រុសទៅតាមផ្លូវប្រយ័ត្នប្រយែងផងលោកប្រុសបាទអ៊ំតយអញរៀបចំខ្លួនហើយឬនៅព្រោះដល់ពេលហើយដែលត្រូវយើងសងសឹកបាទលោកម្ចាស់ខ្ញុំត្រៀមហើយបាទឲ្យខ្ញុំទៅដែរទៅពុកមិនបានទេកូនមិនទាន់ជារបួសផងកូននៅសម្រាប់ឲ្យស្រួលបួលទៅពុកទៅជាមួយអាតយបានហើយក៏ប៉ុន្តែមិនបាច់ប៉ុន្តែទីកូនចាំតែស្ដាប់ដំណឹងល្អទៅបានហើយអាតយឆាប់ទៅបាទលោកម្ចាស់មកខូចម៉ូតូអីនៅពេលនេះជប់ប្រលប់ណាស់ហើយតើមានជាងឯណាទៅ
ពិតជារំខានមែនមានតែទុកចោលនៅទីនេះហើយចាំព្រឹកចាំមកយល់វិជាក៏បានដើរដល់ពាក់កណ្ដាលផ្លូវវិជាក៏បានឃើញនាយតយនិយាយគ្នាជាមួយលោកឧត្តមពេលនោះវិជាក៏បានលួចស្ដាប់ អាតយឯងហាមធ្វើការផ្លត់អីសោះឆាប់ទៅធ្វើការទៅយើងចាំមើលផ្លូវឲ្យ ប្រកាសឲ្យលោកម្ចាស់នឹងត្រូវដុតផ្ទះនាងពូថៅតែខ្ញុំខ្លាចណាស់បើគេដឹងទៅខ្ញុំនេះប្រកាសជាសួយឲ្យលោកម្ចាស់ថាយ៉ាងម៉េចពីរនាក់នោះចង់ដុតផ្ទះពូថៅតើពូថៅមានរឿងអីជាមួយគេទៅបានជាគេចង់ដុតផ្ទះតើខ្ញុំគិតធ្វើយ៉ាងម៉េចទៅជួយឬមិនជួយ ឯងកុំនិយាយច្រើនបានទេយើងឲ្យធ្វើក៏ធ្វើទៅបើមានរឿងអីកើតឡើងទុកឲ្យយើងជាអ្នកជួយនាងពូថៅធ្វើឲ្យកូនយើងឈឺដល់ពេលដែលគ្រូសានេះត្រូវតែសងជំនួសហើយបើមិនពិការទេក៏ស្លាប់ទៅវើយ លេងដល់ស្លាប់ផងមិនបានទេខ្ញុំត្រូវតែរកដំណោះដោះស្រាយជួយពូថៅឲ្យបាននាងពូថៅអើយឲ្យយើងសុំទោសផងវើយយើងធ្វើតាមបញ្ជាគេទេយើងគ្មានចេតនាទេវើយ ពេលនោះវិជាក៏បានដើរតាមក្រោយគេក៏បានវាយនាយតយពីក្រោយធ្វើឲ្យនាយតយសម្លាប់បាត់បង់ស្មារតី សុំទោសផងវើយនាងពូថៅអើយគេមកដុតផ្ទះហើយនៅដេកដូចខ្មោចងាប់ទៀតបើខ្ញុំមិនមកជួយទេនោះផ្ទះនេះប្រកាសជាកាត់ជាផេះហើយ ពេលនោះពូថៅក៏បានភ្ញាក់ឡើងលឺមាត់រអ៊ូរអ៊ូនៅក្រោយផ្ទះពូថៅក៏បានចុះមកដោយមិនខ្លាចអ្វីទាំងអស់ បើដេកដូចខ្មោចងាប់អញ្ចឹងខ្ញុំទៅផ្ទះវិញល្អជាងអេមិនបានទេបើវាដឹងខ្លួនមកវាដុតផ្ទះទៀតនោះខ្ញុំនេះប្រកាស គាត់ ជា ជាអីមានណាគេមកឈរនិយាយនៅផ្ទះខ្ញុំបែបនេះនេះគឺលោកតើមកផ្ទះខ្ញុំធ្វើស្អីទាំងយប់អាត្រៀតបែបនេះនេះអ្នកណាគេមកដេកសម្លាប់ដូចខ្មោចអញ្ចឹង អេអ្នកនាងក្រោកហើយខ្ញុំស្មានថាអ្នកនាងនេះដេកមិនដឹងអីហើយគេមកដុតផ្ទះខ្លួនហើយនៅដេកមិនដឹងអីទៀត ដុតផ្ទះលោកនិយាយថាម៉េចអ្នកណាចង់ដុតផ្ទះខ្ញុំ នាងមើលខ្លួនឯងទៅតើគេជាអ្នកណាហើយនាងស្គាល់ទេសំណាងហើយដែលខ្ញុំបានឃើញទាន់កុំអីផ្ទះរបស់នាងនឹងប្រកាសជាដូចផេះហើយ នេះគេជួយខ្ញុំពិតមែនណាឬមួយក៏ជាល្បិចរបស់គេខ្ញុំត្រូវតែមើលមុខគេឲ្យច្បាស់សិនតើគេជាអ្នកណាហានេះគឺអាតយកូនចៅអាជើតតើប្រកាសជាស្នាដៃលោកមេស្រុកហើយខ្ញុំមិននឹកស្មានថាពួកគេហ៊ានធ្វើបែបនេះទាល់តែសោះ នេះនាងស្គាល់ពួកគេដែរមែនទេបានជាធ្វើមុខបែបនេះ ថៃអីក៏មិនស្គាល់ពួកគេជាកូនចៅអាជើតជាកូនលោកមេស្រុកនៅស្រុកភូមិនេះឯងអ្នកណាក៏ស្គាល់ពួកគេដែរ អូអ្នកនាងខ្ញុំភ្លេចប្រាប់អ្នកនាងទៅពួកគេមានគ្នាពីរនាក់ម្នាក់ទៀតនៅចាំផ្លូវនៅឯក្រោយភូមិនោះតើយើងគិតធ្វើយ៉ាងម៉េចទៅ ហេតុអីក៏លោកមិនប្រាប់ខ្ញុំឲ្យលឿនជាងនេះមានគិតយ៉ាងម៉េចលោកចាប់គេចងសិនទៅម្នាក់ទៀតទុកឲ្យខ្ញុំជាអ្នកចាប់ការ នេះល្អដែរអ្នកនាងនាងជាស្រីទៅម្នាក់ឯងមិនដេចនឹងកើតទៅទុកឲ្យខ្ញុំជាអ្នកទៅ នេះលោកមើលស្រាលខ្ញុំពេកហើយខ្ញុំជាស្រីមែនខ្ញុំក៏អាចចាប់ការបានដែរមិនថាលោកឬមួយគេលោកចង់សាកទេបានហើយខ្ញុំមិននិយាយជាមួយលោកទៀតទេលោកនៅមើលគេឲ្យស្រួលបួលខ្ញុំទៅហើយ សំដីបានមែនខ្ញុំជូនពួរនាងឲ្យចាប់ការបានតែចោះកុំឲ្យខ្ញុំនេះទៅជួយបានហើយ អាតយទៅធ្វើការប៉ុណ្្នឹងក៏ជុំម្លេះយើងចាប់នឹងមួយដេកទៅហើយតិចមានរឿងអីទៅយើងទៅមើលល្អជាង ឆាប់សិនឯងជាអ្នកណាគេហ៊ានមកលួចដុតផ្ទះយើងផង នាងពូថៅតើវីវោហើយបើគេឃើញយើងប្រកាសជាសួយធំហើយឆាប់កិច្ចវិញល្អជាង ឆាប់សិនបើឯងនៅតែដើរទៀតក្បាលឯងប្រកាសជាបែកហើយវើយឆាប់ងាកមុខមកនេះភ្លាម នាងពូថៅបើជ្រុលយើងជាអាក្រក់ទៅហើយយើងអាក្រក់លើនេះទៀតក៏មិនអីដែរ យើងបែកមកហើយតែឯងកុំធ្វើអីយើងឲ្យសោះ ឯងជាអ្នកណាគេហ៊ានមកលួចដុតផ្ទះយើងផងគ្នារបស់ឯងយើងចាប់បានហើយពួកឯង
ជាកូនចៅអាជើតមែនទេឆាប់ប្រាប់យើងមក ថាយ៉ាងម៉េចអាតយត្រូវនាងពូថៅចាប់បានហើយគេមានប្រាប់អីដល់នាងពូថៅទេយើងមិនអោយណាមកឃើញមុខយើងនោះទេស្លាប់ក៏យើងមិនព្រមដែរយើងមិនដឹងទេហើយក៏យើងមិនដែលស្គាល់ដែរឯងមានត្រឹមតែពូថៅធ្វើអីយើងបានទៅហា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 យើងមានកំភ្លើងក៏អាចសម្លាប់ឯងបានដែរឯងមានតែពូថៅលឿនដូចគ្រាប់កំភ្លើងយើងបានទៅហា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  សំលេងនេះដូចជាធ្លាប់ស្គាល់បានហើយបើអញ្ចឹងយើងសាកគ្នាទៅតើអ្នកណាលឿនជាងអ្នកណាពេលនោះនេះតយក៏បានដឹងខ្លួនឡើង អូយនេះណាគេមកវាយយើងពីក្រោយខ្នងអញ្ចឹងអូយឈឺណាស់ឯងជីអ្នកណាគេមកចាប់យើងចងអញ្ចឹងអាមុខសអេហេមកលួចដិតផ្ទះគេហើយមកថាឲ្យយើងទៀតតិចមួយដៃឥឡូវនឹងបន្តិចទៀតឯងនឹងបានចូលគុកហើយវើយយើងពិតជាមិនដឹងអីទេឆាប់ដោះលែងយើងទៅយើងធ្វើតាមបញ្ជាគេទេឆាប់ដោះលែងយើងទៅបើអញ្ចឹងអ្នកណាជាអ្នកបញ្ជាឯងឆាប់ប្រាប់យើងមកភ្លាមមកបើឯងប្រាប់យើងនឹងដោះលែងឯងឲ្យមានសេរីភាពលោកម្ចាស់បងជឿតឲ្យខ្ញុំសុំទោសខ្ញុំមិនអាចចូលគុកបានទេបានខ្ញុំប្រាប់ក៏បានដែរបើខ្ញុំប្រាប់ហើយបងត្រូវតែដោះលែងខ្ញុំណាយើងនិយាយម៉ាត់ណាគឺម៉ាត់នឹងហើយវើយគឺលោកពេលនោះលោកឧត្តមក៏បានមកឃើញហើយក៏បាញ់មួយគ្រាប់មកលើធ្វើឲ្យវិជាភ័យខ្លាំងណាស់គេក៏បានអោនក្រាបនៅនឹងដីហើយលោកឧត្តមក៏បានរំដោះនេះតយទៅបាត់ទៅវិវោហើយគូថាតិចមានរឿងអីទៅពេលនោះវិជាក៏បានដើរទៅមើលឃើញពូថៅដេកសម្លាប់នឹងដីធ្វើឲ្យគេបារម្ភខ្លាំងណាស់វិជាក៏បាននាំនាងទៅផ្ទះគេបារម្ភខ្លាំងណាស់ហើយក៏ភ័យទៀតផងពូថៅវិញសម្លាប់ទាំងមិនដឹងខ្លួនព្រោះរបួសរបស់នាងធ្ងន់ធ្ងរពេកធ្វើឲ្យវិជាគិតអីមិនចេញទាល់តែសោះវិជាក៏បាននាំនាងទៅផ្ទះរបស់គេវិជាក៏បានមើលថែពូថៅទាំងអស់កម្លាំងពេលនោះវិជាក៏បានដេកលក់ទាំងមិនដឹងខ្លួនពូថៅរបួសធ្ងន់ធ្ងរពេកសម្លាប់ទាំងមិនដឹងខ្លួនពួកគេទាំងពីរនាក់ក៏បានដេកលក់ទាល់ភ្លឺនាងតែងចាលោកស្រីមានការអីទៅចាព្រឹកនេះយើងចង់ទៅផ្សារឯងជូនយើងទៅព្រោះថ្ងៃត្រង់នេះក្មួយរាជិនីគេមកលេងហើយគេក៏មកញ៉ាំបាយនៅទីនេះដែរឯងឆាប់ជូនយើងទៅអេនិយាយអញ្ចឹងកូនវិជាក្រោកហើយឬនៅខ្ញុំមិនទាន់ឃើញអ្នកប្រុសចុះមកទេលោកស្រីឲ្យខ្ញុំទៅហៅទេចាមិនបាច់ទេឯងទៅចាំយើងនៅឯមុខផ្ទះសិនទៅយើងទៅហៅខ្លួនឯងពីព្រោះយើងមានរឿងចង់និយាយជាមួយផងចាលោកស្រីពេលនោះស្ត្រីនេះក៏បានដើរទៅហើយក៏បើកទ្វារហើយក៏ឃើញវិជាកំពុងដេកជាមួយពូថៅពេលនោះលោកស្ត្រីនេះក៏បានភ្ញាក់ព្រឹកហើយក៏បានស្រែកខ្លាំងៗមកកំពុងធ្វើស្អីហើយនាងជាអ្នកណាតាក់វិជាឆាប់ក្រោកភ្លាមមកម៉ាក់នេះម៉ាក់ចូលមកពីស្មាណានឹងហេតុអីក៏ខ្ញុំមិនដឹងកុំមាត់លឺពេកម៉ាក់ប្រយ័ត្ននាងភ្ញាក់វិជានេះកូនយកស្រីមកដេកមែនទេឆាប់ប្រាប់ម៉ាក់មកម៉ាក់ឈប់សិនទៅបានទេម៉ាក់ច្រឡំហើយម៉ាក់មើលទៅនាងមានរបួសខ្ញុំបានជួយនាងទើបខ្ញុំយកមកផ្ទះនឹងណាម៉ាក់កុំយកច្រឡំអីយកទៅផ្ទះនាងទៅចាំបាច់អីយកនាងមកផ្ទះយើងអញ្ចឹងនេះតើមានរឿងអីម៉ាក់ពិតជាមិនយល់ទេម៉ាក់យើងចេញទៅនិយាយខាងក្រៅទៅចាំខ្ញុំនិយាយរឿងឲ្យស្ដាប់ពេលនេះនាងកំពុងតែដេកក្រែងលោភ្ញាក់ដល់គេណាម៉ាក់បានបើអញ្ចឹងយើងទៅនិយាយខាងក្រៅទៅតែកូនត្រូវតែនិយាយរឿងទាំងអស់ឲ្យម៉ាក់ស្ដាប់ហាមកុហកអីសោះបាទម៉ាក់ខ្ញុំដឹងហើយអាតយហេតុអីក៏ឯងធ្វើការផ្លត់បែបនេះថែមទាំងគេឃើញមុខឯងទៀតឯងមានប្រាប់គេអត់ថាយើងជាអ្នកបញ្ជាខ្ញុំអត់ទេលោកម្ចាស់ខ្ញុំអត់បានប្រាប់ទេខ្ញុំសុំទោសផងលោកម្ចាស់គេឃើញមុខខ្ញុំហើយតើខ្ញុំគិតធ្វើយ៉ាងម៉េចទៅលោកម្ចាស់ត្រូវតែជួយខ្ញុំសុំណាងហើយ
ដែលអាតយវាមិនប្រាប់ថាពួកយើងជាអ្នកបញ្ជាតើយើងគិតធ្វើយ៉ាងម៉េចទៅពុកអាតយឯងគិតខ្លួនសិនទៅរឿងនឹងទុកយើងជាអ្នកចាប់ការឯងយកប្រាក់នេះទៅហើយក៏គិតខ្លួនទៅបើមិនចាំបាច់កុំត្រឡប់មកវិញអីឆាប់ទៅលោកម្ចាស់នេះលោកម្ចាស់ចង់បោះបង់ខ្ញុំចោលមែនទេយើងមិនបោះបង់ឯងទេយើងឲ្យឯងគិតខ្លួនសិនរឿងមួយឯងចង់ឲ្យគេចាប់ខ្លួនអត់ទេលោកម្ចាស់បើអត់ទេមិនក៏មិនទៅបាទលោកម្ចាស់បើអញ្ចឹងខ្ញុំទៅសិនហើយអ្នកប្រុសខ្ញុំលាសិនហើយអ្នកប្រុសទៅចុះសុខសប្បាយតើយើងគិតធ្វើយ៉ាងម៉េចទៅរឿងនេះកូនកុំបារម្ភអីអាតយវាទៅបាត់ហើយបើគេមិនបានប្រាប់ថាអ្នកណាជាអ្នកបញ្ជាទេម្យ៉ាងទៀតពួកគេក៏មិនបានឃើញមុខពុកដែរទោះបីពួកគេមកសួររឿងនេះយើងឆ្លើយថាមិនដឹងអីទៅចប់ហើយបាទពុកលោកស្រីតើមានរឿងអីទៅខ្ញុំឮលោកស្រីស្រែកខ្ញុំក៏ដើរមកមើលលោកស្រីឃើញអីមែនទេគ្មានអីទេយើងគ្រាន់តែភ្ញាក់ផ្អើលតិចតួចពេលដែលបានឃើញបានហើយថ្ងៃនេះមិនបាច់ទៅទេម្ហូបអាហារក៏មានខ្លះដែរឯងឆាប់តែធ្វើម្ហូបទៅបន្តិចទៀតណាក្មួយរាជនីមកដល់ហើយចាលោកស្រីយ៉ាងម៉េចអញ្ចេះម្ដងថាទៅម្ដងថាមិនទៅខ្ញុំពិតជាតាមមិនទាន់មេលោកស្រីលោកស្រីអើយលោកស្រីយ៉ាងម៉េចហើយកូនតើនាងដឹងខ្លួនហើយឬនៅតើរបស់នាងបានគ្រាន់ទេបាទម៉ាក់របស់នាងបានគ្រាន់បន្តិចហើយតែនាងនៅតែមិនទាន់ដឹងខ្លួនទៀតខ្ញុំពិតជាបារម្ភណាស់នេះកូនបារម្ភនាងដល់ថ្នាក់នឹងផងហ៎កូនស្គាល់នាងយូរហើយឬនៅបានជាយកចិត្តទុកដាក់លើនាងណាម៉ាក់មិនព្រមទេណាដែលកូនមានចិត្តលើនាងព្រោះម៉ាក់នេះបានផ្សំគុំកូនឲ្យកូនរាជនីបន្តិចទៀតនេះក្មួយរាជនីមកញ៉ាំបាយផ្ទះយើងកូនណាកុំទៅណាអីសោះម៉ាក់នេះម៉ាក់មកគិតរឿងនឹងទៀតដែរតែខ្ញុំមិនបានពេញចិត្តលេងទេហើយខ្ញុំគ្មានអារម្មណ៍ជាមួយរាជនីដែរម៉ាក់ឈប់គិតទៀតទៅបានទេជីហេតុអីក៏កូនគិតបែបនេះម៉ាក់ខំរកមនុស្សល្អឲ្យកូនតែកូនមិនពេញចិត្តក្មួយរាជនីគេក៏ជាមនុស្សល្អដែរណាមួយប៉ារបស់គេជាពូម៉ាក់របស់ម៉ាក់ដែរហើយគេក៏ជាអ្នករកស៊ីជាមួយម៉ាក់ទៀតគ្រួសាររបស់គេក៏មិនអន់ដែរហេតុអីក៏កូនមិនស្រឡាញ់នាងអញ្ចឹងម៉ាក់នេះពិតជាខកបំណងណាស់ដែលកូនមិនស្ដាប់ម៉ាក់តែខ្ញុំម៉ាក់បញ្ជាហាមបដិសេធបាទម៉ាក់ពេលនោះពូថៅក៏បានដើរមកហើយក៏ស្ដាប់ឮអូហូខ្លាចម៉ាក់ដល់ថ្នាក់នឹងផងខ្ញុំស្ទើរតែមិនជឿទេថាលោកឯងនឹងនៅក្រោមលំអមានអ្នកម៉ាក់ដែរហេតុអីក៏ឈឺមុខរបួសម្លេះខ្ញុំពិតជាមិននឹកស្មានទេថាខ្ញុំមានថ្ងៃនេះដែរនេះនាងមិនទាន់ដឹងខ្លួនទេនាងសម្លាប់1 2 ថ្ងៃទៅហើយរបស់នាងក៏គ្រាន់ហើយនៅដែរហេតុអីក៏មិនដឹងខ្លួនទៀតដឹងទេថាគេបារម្ភពីខ្ញុំដែរតិចគេស្រឡាញ់ខ្ញុំមែនទេមិនអាចទៅរួចទេនឹងពថាអើយគេឯណាមកស្រឡាញ់មនុស្សដូចឯងវិជាក៏បានដើរចេញទៅខាងក្រៅពេលនោះពុទ្ធៅក៏ក្រោកអង្គុយឡើងខ្សែកនេះដូចជាធ្លាប់ស្គាល់តែខ្ញុំចាំមិនបានទេថាធ្លាប់ឃើញនៅឯណាម្នាក់នោះតើគេជាអ្នកណាប្រកាសជាអាចជឿហើយបើមិនមែនគេទេតើមានអ្នកណាទៀតទៅដែលជាសត្រូវយើងខ្ញុំមិនអោយគេរួចខ្លួនឡើយពេលនេះម៉ែមកវិញហើយឬនៅទេរបួសខ្ញុំមិនទាន់ជាទៀតតើខ្ញុំទៅយ៉ាងម៉េចទៅ